តើ API ដំណើរការយ៉ាងដូចម្តេច? ចឹងមុននឹងយើងដឹងពីដំណើរការរបស់វា យើងគួរស្គាល់ថា API គឺជាអ្វី? ចឹង API មកពីពាក្យពេញថា Application Programming Interface ហើយ API គឺជាដំណើរការមួយនៅក្នុងការ set rule ក៏ដូចជា protocol ដើម្បីធ្វើឲ្យ application ដទៃទៀតអាចធ្វើការ communication ក៏ដូចជា exchange data គ្នាទៅវិញទៅមកបាន ហើយហេតុអ្វីបានជាយើងចាំបាច់ប្រើប្រាស់ API? ដោយសារតែ front end មិនអាចធ្វើការទាញ data directly ពី database បានទេ ដូច្នេះហើយបានជា API ដើរតួជាអ្នកកណ្ដាលនៅក្នុងការទំនាក់ទំនងរវាង front ជាមួយនឹង database ដែល API នឹងទទួលនៅ request ទាំងឡាយដែល front បាន request ហើយយកវាទៅឲ្យ database ហើយទាញនៅ data ពី database មកឲ្យ front end វិញថា front end គឺជាភ្ញៀវដែលចង់កុម្ម៉ង់ម្ហូបទៅកាន់ចុងភៅ ដែលចុងភៅគឺជា database ចឹងជាទូទៅភ្ញៀវគាត់អាចកុម្ម៉ង់ directly ទៅកាន់ចុងភៅយើងហ្មងទេ គឺត្រូវឆ្លងកាត់អ្នករត់តុ ដែលអ្នករត់តុនឹងធ្វើការយកអ្វីដែលភ្ញៀវបានកុម្ម៉ង់ទៅកាន់ចុងភៅ ចឹងអ្នករត់តុនឹងហើយដែលជា API ចឹងគាត់មានតួនាទីនៅក្នុងការទំនាក់ទំនងរវាងចុងភៅជាមួយនឹងភ្ញៀវ ចឹងវីដេអូដែលទាក់ទងជាមួយនឹង API គឺមានតែប៉ុណ្្នឹងទេ បើសិនជាអ្នកនរគ្នាចង់ស្វែងយល់បន្ថែមក៏ដូចជាចង់រៀនកូដអាច contact មកខ្ញុំបាន